anh chỉមនុស្សអសមត្ថភាពដែលរកសមិទ្ធផលមិនបានទីនេះមិនស្វាគមន៍អញទេប្រញាប់ចេញទៅរកសមិទ្ធផលមិនបានផុតថ្ងៃនេះទៅចាំលុតជង្គង់សុំឲ្យខ្ញុំត្រឡប់មកវិញទៅកុំប៉ះចាស់ម្នាក់នេះវាចេញពីពួកឯណាកន្លែងលក់អាគារលំដាប់ខ្ពស់នេះមិនមែនជាកន្លែងដែលអ្នកអាចចូលបានទេអាគារនេះលក់ទេតែអ្នកនឹងចង់ទិញអាគារមែនឬសំបីរើសអេតចាយនៅខាងក្រោមក៏មិនដល់វេនអ្នកផងសន្តិសុខទៅណាអស់ហើយប្រញាប់បណ្ដេញគាត់ចេញទៅអ្នករើសអេតចាយក៏ហ៊ានសម្រុកចូលមកដែរបន្តិចទៀតអតិថិជនមកឃើញប្រកាសជាគិតថាទីនេះជាផ្សារជប់សិនពួកអ្នកមានសិទ្ធិអ្វីបណ្ដេញគាត់ឯងឈួតហើយឬហេតុអ្វីបានជាឯងការពារចាស់ជនបទម្នាក់នេះចង់តាមគេទៅត្រូវបណ្ដេញចេញដែរមែនទេច្បាប់ទី1នៃការបណ្ដុះបណ្ដាលក្រុមហ៊ុនអ្នកចូលមកទាំងអស់សុទ្ធតែជាភ្ញៀវលោកតាម្នាក់នេះមកមើលផ្ទះគ្មានបទបញ្ញត្តិណាមួយដែលនិយាយថាអ្នកស្លៀកពាក់សាមញ្ញមិនអាចចូលការិយាល័យលោកផ្ទះបានទេគាត់ក៏សំហៅថាជាភ្ញៀវដែរដឹងទេថាដបទឹកនេះថ្លៃប៉ុន្មានចាប់ពី1សែនឡើងទៅនឹងហើយស៊ូវ៉នជប់ធ្វើល្អខ្លាំងៗទៅប្រញាប់ឲ្យសន្តិសុខរបស់គាត់ចេញទៅកុំឲ្យនៅទីនេះរំខានភ្នែកទៀតខ្ញុំមកទិញផ្ទះមែនកូនប្រុសខ្ញុំប្រាប់ឲ្យខ្ញុំមកជ្រើសរើសតាមចិត្តយកផ្ទះធំទូលាយរស់នៅបានស្រួលជ្រើសរើសច្រើនក្នុងក៏បានហាគិតថាកំពុងទិញស្បែកក្តោបនៅផ្សារមែនឬបានណាស៊ូវ៉នបើអ្នកចូលចិត្តលូកលាន់រឿងគេបែបនេះអតិថិជនធំនេះប្រគល់ឲ្យអ្នកទទួលខុសត្រូវទាំងស្រុងលោកតាខ្ញុំឈ្មោះស៊ូវ៉ាន់ជាទីប្រឹក្សាប្រចាំវេននៅទីនេះសូមលោកមកជាមួយខ្ញុំយើងទៅអង្គុយនៅតំបន់សម្រាប់សូមទឹកមួយក្អឹកហើយនិយាយបន្តិចម្ដងសេវលីយកប្រអប់តែល្អបំផុតនៅក្នុងទូតែទៅទុកវិញនោះរៀបចំទុកសម្រាប់ភ្ញៀវវេបកុំចេះតែនាំមនុស្សគ្រប់ប្រភេទចូលតំបន់សម្រាប់ក្រែងខូចតែល្អអស់មនុស្សខ្លះមើលទៅគ្មានសណ្ដាប់ធ្នាប់សោះសុំតែផឹកទឹកម៉ាស៊ីនប៉ុណ្ណោះលោកតាសូមកុំយកទុកក្នុងចិត្តខ្ញុំចាក់ទឹកក្តៅវណ្ហឲ្យលោកមួយកែវទឹកក្តៅវណ្ហផឹកហើយបំបត្តិការស្រេកបានល្អបំផុតមិនអីទេខ្ញុំមិនប្រកាន់ក្មេងទេលុយឯងគ្រាន់តែជាអ្នកលក់ផ្ទះម្នាក់នៅចង់បានប្រាក់រង្វាន់2សែនទៀតជប់ស្រមៃទៅយកបានអាហារមួយសន្លឹកហើយចេញទៅខ្ញុំចរចាបានកិច្ចសន្យាតម្លៃ100លានធ្វើឲ្យលទ្ធផលរបស់ក្រុមហ៊ុនឡើងដល់កំពូលក្រោយចប់ការងារពួកគេបានសន្យាថានឹងឲ្យតម្លៃជាងសាយកកាតអាហារមួយសន្លឹកមកបណ្ដេញខ្ញុំទៅវិញសាឡុងនេះធ្វើពីស្បែកកូននាំចូលបើធ្វើឲ្យប្រឡាក់អ្នកសងបានចង់អង្គុយលើជណ្ដើរមុខទ្វារទៅអ្នកគ្រប់គ្រងយ៉ាងកន្លែងសម្រាប់គឺសម្រាប់អតិថិជនគាត់ក៏រាប់ថាជាអតិថិជនដែរជួវ៉ាន់ខ្ញុំប្រមានអ្នកបើសាឡុងប្រឡាក់នឹងកាត់ពីប្រាក់ខែអ្នកមិនអីទេកូនស្រីឈ្មោះនិយាយក៏បានខ្ញុំធ្វើស្រែធ្លាប់ចុះហើយលោកអង្គុយចុះខ្ញុំនឹងនៅជាមួយលោកពូសូមផឹកទឹកសិនកូនស្រីចិត្តអ្នកល្អណាស់ខ្ញុំនិយាយត្រង់ទៅខ្ញុំមិនយល់រឿងផ្ទះសោះកូនប្រុសខ្ញុំជាអ្នកឲ្យខ្ញុំមកគាត់ថាផ្ទះនៅទីក្រុងមានតែទីនេះធំជាងគេហើយល្អជាងគេខ្ញុំជ្រើសរើសតាមចិត្តមិនអីទេលោកពូលោកមានតម្រូវការអ្វីអាចប្រាប់ខ្ញុំបានឧទាហរណ៍ចង់បានទំហំប៉ុន្មានហើយមានមនុស្សប៉ុន្មានអ្នករស់នៅខ្ញុំអាចណែនាំជូនលោកបានទាំងអស់ឈូអែនក៏ល្ងងដែរពិតជាចាត់ទុកវែងយល់ជារឿងសំខាន់ល្អណាស់យើងលេងជាមួយគាត់បន្តិចទៅយ៉ាងណាក៏ដោយលទ្ធផលការងារខែនេះរបស់គាត់ឆាប់នេះនឹងត្រូវបណ្ដេញចេញហើយមុនចេញទៅធ្វើឲ្យគ្រប់គ្នាសប្បាយបន្តិចក៏មិនអាក្រក់ដែរឈូវ៉ាន់ខ្ញុំចង់ពិភាក្សារឿងមួយជាមួយអ្នកបើអ្នកជឿជាក់ថាលោកតាចាស់នេះជាអតិថិជនតោះភ្នាល់គ្នាទេភ្នាល់អ្វីភ្នាល់ថាថ្ងៃនេះអ្នកអាចលក់ឲ្យលោកតាចាស់នេះបានឬអត់ដរាបណាអ្នកអាចឲ្យគាត់កក់ប្រាក់សំបីតែមួយកាក់ខ្ញុំនឹងប្រគល់តំណែងប្រធានផ្នែកលក់ឲ្យអ្នកភ្លាមតែបើអ្នកចាញ់អ្នកត្រូវទទួលបន្ទុកថ្លៃចំណាយកម្មវិធីជួបជុំរបស់ផ្នែកលក់ទាំងអស់ក្នុងខែនេះហើយត្រូវធ្វើការថែមម៉ោងដោយមិនគិតថ្លៃមួយសប្តាហ៍ដើម្បីរៀបចំឯកសារអតិថិជនតើអ្នកហ៊ានទទួលទេបានខ្ញុំទទួលការភ្នាល់នេះដរាបណាថ្ងៃនេះខ្ញុំអាចបិទការលក់ជាមួយលោកតាអ្នកត្រូវប្រគល់តំណែងប្រធានឲ្យខ្ញុំបើខ្ញុំចាញ់ថ្លៃចំណាយកម្មវិធីជួបជុំខ្ញុំជាអ្នកធ្វើការថែមម៉ោងរៀបចំឯកសារអតិថិជនខ្ញុំក៏ធ្វើដែរខ្លាចតែបន្តិចទៀតអ្នកយំសុំអង្វរប៉ុណ្ណោះកូនស្រីកូនទៅភ្នាល់ជាមួយគេធ្វើអីខ្ញុំមកទិញផ្ទះដើម្បីរកអ្នកតាំងពីដំបូងតើពួកគេអាចដណ្ដើមយកទៅបានឬចាស់ឲ្យបិទមាត់ទៅទីនេះមិនមែនវេនឲ្យអ្នកនិយាយទេលោកតាយើងកុំខឹងនឹងពួកគេអីខ្ញុំនាំលោកតាទៅមើលផ្ទះគំរូលោកតាមើលផ្ទាល់ថាពេញចិត្តឬអត់ក្មួយប្រុសកុំសប្បាយចិត្តលឿនពេកពេលដល់ចាំអូកាសកុំភ័យរហូតដល់ញ័រទៅឯងនឹងអូកាសមែនខ្ញុំថាសំបីតែទឹកសុទ្ធមួយដបមួយយ៉ន់ក៏អញទិញមិនបានផងសាច់ស្លាប់ហើយចាស់ម្នាក់នេះប្រហែលជាក្រពេកហើយរហូតដល់ស្រមៃឃើញរឿងមិនពិតហើយមែនទេនេះជាប្រភេទផ្ទះលក់ដាច់បំផុតរបស់យើងផ្ទៃក្រឡា240ម៉ែត្រការ៉េមានចូលចេញចូលល្អពីទីជើងទទួលភ្ញៀវនេះមានទាំងជាង5ម៉ែត្រទោះមានមនុស្សច្រើនក៏មិនចង្អៀតដែរទុនណាស់ទុនជាងក្រែដីនៅស្រុកខ្ញុំទៀតលោកតាសាអង្គុយទីនេះមើលកៅអីបែបយន្តហោះនេះមានមុខងារម៉ាសាលោកតាធ្វើការនឿយហត់ណាស់អង្គុយលើវាអាចសម្រាកបានអូយពិតជាកំពុងម៉ាសាចង្កេះមែនអស់ចាយមែនហាលោកតាអេក្រង់ធំនេះគឺជាទូរទស្សន៍បើកមើលបានល្ខោនពេកាំងប្រព័ន្ធសំឡេងជាបែបជុំវិញដូចអង្គុយជួមុខនៅក្នុងរោងល្ខោនល្អរបស់នេះទំនើបមែនឈូវ៉ាន់អ្នកពិតជាខ្លាំងមែនអង្គុយជែកជាមួយលោកតាចិត្ត1ម៉ោងខ្ញុំថាអ្នកជប់ធ្វើផ្នែកលក់ទៅកំដរលោកតាឲ្យសប្បាយវិញល្អជាងនាងនិយាយបែបនេះម៉េចតើខ្ញុំនិយាយខុសត្រង់ណាបើអ្នកអាចទិញបានសំបីតែបន្ទប់ទឹកមួយខ្ញុំក៏ចាត់ទុកថាអ្នកប្រធានបានឲ្យអ្នកពេលចុងក្រោយកន្លះម៉ោងបើមិនចេញមកទៀតយើងនឹងឲ្យសន្តិសុខមកអូសអ្នកចេញលោកតាខ្ញុំសុំទោសពួកគេនិយាយមិនសមរម្យសូមកុំយកទុកក្នុងចិត្តខ្ញុំមិនខឹងទេអូមែនហើយកូនស្រីខ្ញុំរវល់រហូតមកដល់ពេលនេះមិនទាន់បានញ៉ាំបាយទេពូចាប់ផ្ដើមឃ្លានហើយល្អណាស់ខ្ញុំបានយកបាយប្រអប់មកយើងទៅញ៉ាំនៅកន្លែងសម្រាប់បុគ្គលិកខាងក្រោយទៅមិនរើសអើងខ្ញុំដែលជាកសិករទេលោកតានិយាយអ្វីហ្នឹងអ្នកធ្វើស្រែចម្ការទើបអស់ចាជាងគេតោះទៅសាច់ជ្រូកcủaខ្ញុំស្ងល់ទន់ណាស់លោកតាពិតជាអាចទំពាបានលោកប្រធានលោកបញ្ជីមនុស្សក្រុមទី4បានពិនិត្យរួចហើយនៅតែមិនមានដំណឹងរបស់អ្នកនាងឈ្វ័នព័ត៌មានចុះឈ្មោះមន្ទីរពេទ្យដែលនាងទុកការនោះមិនពេញលេញកន្លែងសង្គ្រោះនោះក៏ត្រូវរុះរើជាយូរមកហើយបន្តស្វែងរកទោះជាជីកដី3ជាន់ក៏ដោយ
ក៏ត្រូវតែរកនាងឲ្យឃើញកាលនោះខ្ញុំចាញ់ក្នុងការប្រជែងអំណាចក្នុងត្រកូលគ្មានលុយសំបីតែមួយរៀលមានជំងឺធ្ងន់ជាប់ខ្លួននាងជាអ្នកសង្គ្រោះខ្ញុំសួស្ដីអ្នកមិនអីទេខ្ញុំឃើញអ្នកអង្គុយនៅទីនេះយូរហើយតើអ្នកឈឺមែនទេសូមអង្គុយម្ចាស់ហាងបាយឲ្យមកខ្ញុំញ៉ាំមិនអស់ទេឲ្យអ្នកចុះញ៉ាំយឺតកុំឲ្យជាប់បំពង់ក្រោយមកក្នុងអំឡុងពេលសម្រាប់ព្យាបាលនៅមន្ទីរពេទ្យអ្នកឈ្មោះអ្វីរាល់ថ្ងៃក្រោយចេញពីការងារនាងតែងវាងផ្លូវមកយកអាហារឲ្យខ្ញុំខ្លាចធ្វើឲ្យនាងពិបាកមិនហ៊ានប្រាប់ឈ្មោះពិតទេគ្រាន់តែប្រឌិតឈ្មោះថារសជាតិនេះឈ្ងុយណាស់ពិតជាឈ្ងុយមែនកូនស្រីអ្នកធ្វើម្ហូបឆ្ងាញ់ណាស់បើឆ្ងាញ់អ្នកញ៉ាំឲ្យបានច្រើនទៀតនៅទីនេះនៅមានទៀតខ្ញុំទៅបន្ទប់ទឹកមួយផ្លែតកូនប្រុសអ្នកណែណាប៉ាលោកមិនមែនទៅមើលផ្ទះនៅយ៉ាងជិនឆានសៃទេមានរឿងអីខ្ញុំប្រាប់អ្នកទៅខ្ញុំបានជួបក្មេងស្រីម្នាក់នៅទីនេះចិត្តល្អណាស់មិនស្អប់ថាខ្ញុំខ្វក់ទេថែមទាំងឲ្យបាយខ្ញុំញ៉ាំទៀតបើពេញចិត្តហើយក៏ភ្លាមទៅបើលុយមិនគ្រប់ឲ្យផ្នែកហិរញ្ញវត្ថុទេទៅលោកមិនមែនរឿងលុយទេក្មេងស្រីនោះឈ្មោះសវ័នសាច់ជ្រូកកប្រៃដែលនាងធ្វើរសជាតិដូចសាច់ជ្រូកកប្រៃរបស់អ្នកមានគុណជួយជីវិតដូចគ្នាបេះបិទអ្នកថានាងឈ្មោះអីសវ័នត្រូវហើយសវ័ននាងត្រូវគេធ្វើបាបនៅទីនេះមានប្រធានគ្រប់គ្រងត្រកូលយ៉ាងម្នាក់មើលងាយអ្នកអតីចេះតែរើសអើងនាងប្រញាប់មកហើយនាំមនុស្សមកច្រើនបន្តិចចំឲ្យអធិកអធមបន្តិចផ្ញើអាសយដ្ឋានមកខ្ញុំ10នាទីទៀតខ្ញុំនឹងទៅដល់បានប្រញាប់ឡើងបើយឺតកូនប្រសាស្រីរបស់ខ្ញុំនឹងត្រូវគេធ្វើបាបខ្ញុំនឹងវាយអ្នកឲ្យរៀបលោកតាញ៉ាំឆ្អែតហើយឬនៅឆ្អែតហើយយូរណាស់ហើយដែលមិនបានញ៉ាំបាយឆ្ងាញ់បែបនេះក្មួយស្រីខ្ញុំសុំសួររឿងមួយសុំសួរបានឆ្នាំនេះអាយុប៉ុន្មានហើយមានគូស្នេហ៍ហើយឬនៅឆ្នាំនេះខ្ញុំអាយុ22ឆ្នាំទើបតែបញ្ចប់ការសិក្សាសូម្បីការងារក៏ចិត្តរក្សាមិនបានដែរគ្មានចិត្តគិតរឿងស្នេហាទេអីចឹងល្អណាស់ខ្ញុំប្រាប់ក្មួយខ្ញុំមានកូនប្រុសម្នាក់ឆ្នាំនេះអាយុ28ឆ្នាំក្រុមហ៊ុនគ្រាន់តែជាមនុស្សឆ្លុះវង្វេងការងារប៉ុន្តែចិត្តល្អខ្លាំងណាស់កូនប្រុសរបស់លោកពូកែណាស់ប្រាកដហើយគ្រាន់តែគាត់មិនទាន់មានគូស្នេហ៍ធ្វើឲ្យខ្ញុំបារម្ភណាស់កូនស្រីខ្ញុំមើលទៅឃើញថាកូនចិត្តល្អស្អាតទៀតធ្វើជាកូនប្រសាស្រីរបស់ខ្ញុំយ៉ាងម៉េចដែរបានហើយលោកពូបើកូនប្រុសលោកពូមិនប្រកាន់ខ្ញុំដែលជាក្មេងស្រីក្រីក្រគ្មានការងារធ្វើចាប់ពីថ្ងៃនេះខ្ញុំនឹងធ្វើម្ហូបនៅផ្ទះឲ្យលោកពូញ៉ាំរាល់ថ្ងៃសន្យាហើយចាំខ្ញុំយកកូនប្រុសរពឹសនោះមកជួបកូនស្រីខ្ញុំបានមើលផ្ទះរួចហើយគឺផ្ទះមួយដែលមើលមុននេះតោះទៅត្រឡប់ទៅចុះកិច្ចសន្យាខ្ញុំយក10ខ្នងបងពេញទាំងអស់អូជាចប់ហើយឬយ៉ាងម៉េចស៊ូវ៉ាន់អតិថិជនធំរបស់អ្នកក៏បានប៉ុន្មានខ្នងហើយចាំបាច់សួរទៀតឬប្រកាសជាមកជោគម៉ាស៊ីនត្រជាក់ហើយញ៉ាំបាយរួចក៏ត្រៀមចេញលោកតាខាងមុខត្រជាក់ល្មមហើយដើរទៅយឺតណាកុំដួលណាហាកក់ហើយគឺផ្ទះទំហំ240ម៉ែត្រការ៉េដែលមើលមុននេះខ្ញុំយក10ខ្នងជាន់ណាក៏ជ្រើសបានតាមចិត្តគ្រាន់តែទិដ្ឋភាពល្អគឺបានហើយឥឡូវនេះបងពេញទាំងអស់10ឈុតបងពេញទាំងអស់លោកតាអ្នកដឹងទេថាមួយឈុតតម្លៃប៉ុន្មានទាំងអស់ចិត្ត10លានយន់ហើយ10ឈុតគឺ100លានយន់លោកគួរតែប្រញាប់ត្រឡប់ទៅវិញស៊ូវ៉ាន់អ្នកពូកែមែនតែនលួងលោកតារហូតដល់ភ្លេចសំបីតែនាមត្រកូលខ្លួនឯងលោកតាមិនចាំបាច់ទេកូនស្រីខ្ញុំមិនមានមហិច្ឆតាទេខ្ញុំនិយាយពិតមែនបានហើយកុំមកសម្ដែងរឿងកំ pl ែងនៅទីនេះសន្តិសុខនាំលោកតាឈួតនេះចេញឲ្យខ្ញុំកុំឲ្យរំខានដល់ការរកស៊ីរបស់ពួកយើងខ្ញុំចង់មើលថាអ្នកណាហ៊ានយកម៉ាស៊ីន post មកបងពេញ100លានយន់ចំនួនដែលលើសនេះចាត់ទុកជាប្រាក់រង្វាន់សម្រាប់ពួកអ្នកបើខ្វះមួយចំណែកខ្ញុំនឹងបិទហាងនេះចោលយកកាតសមាជិកផ្សារទំនើបមកបន្លាចអ្នកណាខ្ញុំគិតថាអ្នកមានសមត្ថភាពខ្លាំងធ្វើជាខ្លាំងណាស់យកម៉ាស៊ីន post មកថ្ងៃនេះខ្ញុំនឹងបកអាក្រាតមុខអ្នកចាស់បោកប្រាស់នេះអញ្ជើញកូដកាតបើថ្ងៃនេះអ្នកអាចកូដយកលុយបានខ្ញុំនឹងសុំទោសអ្នកនៅនឹងកន្លែងបើកូដមិនចេញលុយអ្នកនឹងស៊ូវ៉ាន់ត្រូវចេញពីទីនេះទាំងពីរក្មេងប្រុសនេះជាអ្វីដែលអ្នករករឿងខ្លួនឯងខ្ញុំមិនជឿទេកាតចាស់មួយសន្លឹកអាចកូដយកលុយចេញបានយ៉ាងម៉េចទទួលប្រាក់បានជោគជ័យអតិថិជនកាន់កាតខ្មៅកម្រិតខ្ពស់បំផុតរបស់ធនាគារ Hyoshin បានទូទាត់ពេញចំនួនសរុប102លានយន់មិនអាចទៅរួចទេប្រកាសជាម៉ាស៊ីនខូចហើយនោះជាកាតខ្មៅកម្រិតខ្ពស់បំផុតនៅទូទាំងយ៉ាងឆេងមានមិនលើសពី10សន្លឹកទេមានតែអ្នកមានទ្រព្យសម្បត្តិលើស10,000លានយន់ប៉ុណ្ណោះទើបអាចកាន់បានក្មេងប្រុសមុននេះអ្នកបាននិយាយថាខ្ញុំសុំតែផឹកទឹកម៉ាស៊ីនប៉ុណ្ណោះលោកប្រធានលូសូមើលភ្នែកឆ្កែរបស់ខ្ញុំពិតជាមានភ្នែកតែមើលមិនស្គាល់មនុស្សធំមែនសុទ្ធតែជាកំហុសដែលខ្ញុំមើលមនុស្សមិនដឹងតម្លៃសូមលោកមានចិត្តទូលាយសូមកុំប្រកាន់ខ្ញុំអីជាអ្វីប្រញាប់យកតែដេហងផែវកំពូលនោះមកឆុងប្រើទឹកដែលល្អបំផុតសីតុណ្ហភាពត្រូវតែល្មមលោកលូសូមអង្គុយខ្ញុំនឹងលើកតែជូនលោកដោយខ្លួនឯងមុននេះសុទ្ធតែជាការយល់ច្រឡំពួកយើងគ្រាន់តែលេងសើចជាមួយលោកប៉ុណ្ណោះកុំប៉ះខ្ញុំខ្លួនខ្ញុំមកខ្វក់កុំធ្វើឲ្យធ្ងន់មកនាំចូលរបស់អ្នកប្រឡាក់ម្យ៉ាងទៀតខ្ញុំគ្រាន់តែជាអ្នកធ្វើស្រែមិនធ្លាប់ផឹកតែដេហងផែវអីទេផឹកទឹកម៉ាស៊ីនមួយកែវក៏បានហើយលោកនិយាយអីចឹងតែនេះត្រូវតែជូនភ្ញៀវគិតយូរដូចលោកទើបមិនខ្ជះខ្ជាយស៊ូវ៉ាន់នៅឈរធ្វើអ្វីទៀតប្រញាប់ចាក់តែជូនលោកប្រធានលូសូមើស៊ូវ៉ាន់នាងគ្រាន់តែជាកម្មសិក្សាការីមិនយល់ច្បាប់ទម្លាប់ហើយក៏មិនមានសិទ្ធិធ្វើការលក់ដែរកិច្ចសន្យានេះទុកឲ្យខ្ញុំជាអ្នកទទួលបន្ទុកជាមួយលោកវិញខ្ញុំជាប្រធានផ្នែកនៅទីនេះសមត្ថភាពវិជ្ជាជីវៈរបស់ខ្ញុំប្រកាសជាល្អជាងនាងប្រធានយ៉ាងការភ្នំមុននេះគឺអ្នកជាអ្នកនិយាយដោយខ្លួនឯងមនុស្សទាំងអស់នៅទីនេះបានឬហើយតារាប់ណាខ្ញុំបិទកិច្ចសន្យានេះបានអ្នកត្រូវប្រកល់តំណែងប្រធានផ្នែកឲ្យខ្ញុំស៊ូវ៉ាន់កុំហួសហេតុពេកនាងនិយាយត្រូវហើយកិច្ចសន្យារបស់ខ្ញុំទទួលស្គាល់តែស៊ូវ៉ាន់ប៉ុណ្ណោះពួកអ្នកចង់ដណ្ដើមស្នាដៃរបស់នាងសួរខ្ញុំសិនថាយល់ព្រមឬអត់លោកយល់ច្រឡំហើយខ្ញុំមិនបានដណ្ដើមកិច្ចសន្យាទេមើលទៅស៊ូវ៉ាន់នាងគ្រាន់តែជាសិក្ខាកាមប៉ុណ្ណោះ
មិនទាន់មានលេខកូដអ្នកលក់ផ្លូវការទេ System មិនអាចកត់ត្រាបានទេដើម្បីកុំឲ្យពន្យាពេលទទួលផ្ទះរបស់លោកសិនចុះកិច្ចសន្យានេះក្រោមឈ្មោះ Lyman ជាមុនដល់ពេលនោះខ្ញុំនឹងឲ្យ Lyman ចែកប្រាក់រង្វាន់ 2000 យន់ឲ្យ Siwon លោកយល់ថាយ៉ាងម៉េចត្រូវហើយប្អូនស្រី Siwon ពិបាកហើយយប់នេះបងស្រីនឹងអញ្ជើញប្អូនទៅញ៉ាំអាហារឆ្ងាញ់ពួកអ្នកនៅសល់ភាពខ្មាស់អៀនទៀតទេកិច្ចសន្យាតម្លៃ100លានអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំយកត្រឹម200 ប៉ុណ្ណោះឬប្រយ័ត្នអាកប្បកិរិយាពេលនិយាយរបស់អ្នកបើអ្នកមិនស្ដាប់បង្គាប់ខ្ញុំនឹងមិនឲ្យអ្នកបានសំបីតែ1សេនចេញទៅភ្លាមនៅចំពោះមុខខ្ញុំហ៊ានដណ្ដើមកិច្ចសន្យាពីកូនប្រសាស្រីរបស់ខ្ញុំអ្នកគិតថាខ្ញុំខ្វាក់ឬថ្លង់កូនប្រសាស្រីត្រូវហើយ Siwon គឺជាកូនប្រសាស្រីដែលខ្ញុំទទួលស្គាល់បើអ្នកណាហ៊ានប៉ះនាងសំបីតែមួយម្រាមដៃខ្ញុំនឹងឲ្យអ្នកទទួលលទ្ធផលធ្ងន់ធ្ងរហើយបងប្អូនជីដូនមួយបាទខ្ញុំនៅក្នុងហាងអ្វីលោកនឹងមកត្រួតពិនិត្យមែនទេបានពួកយើងទាំងអស់គ្នាកំពុងរងចាំលោកតាខ្ញុំប្រាប់អ្នកគ្រប់គ្រងទូទៅនៃហាងនេះគឺជាបងប្អូនជីដូនមួយបង្កើតរបស់ខ្ញុំថាមានលុយបន្តិចហើយអាចមកបង្ករឿងនៅទីនេះបានហើយអ្នកគ្រប់គ្រងទូទៅរបស់យើងគឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនតែនិយាយមួយម៉ាត់ក៏អាចធ្វើឲ្យអ្នករស់មិនបានក្នុងវិស័យអចលនទ្រព្យនៅទីក្រុងយ៉ែងក្រុមហ៊ុន Deng Sheng ខ្ញុំនឹងរងចាំមើលថាបងប្អូនជីដូនមួយរបស់អ្នកមកដល់តើគេហ៊ាននិយាយជាមួយខ្ញុំបែបនេះឬអត់អ្នកចេះតែរឹងមាត់ទៅបន្តិចទៀតបងប្អូនជីដូនមួយមកដល់អ្នកនឹងដឹងខ្លួនមិនខាន Siwon អ្នកសហការជាមួយអ្នកក្រៅមកបង្ករឿងរងចាំអ្នកគ្រប់គ្រងទូទៅមកដល់អ្នកនឹងត្រូវបណ្ដឹងចេញលោកតាតាមនីតិវិធីគាត់បានទិញផ្ទះនេះរួចហើយហេតុអ្វីអ្នកនៅតែបង្កការលំបាកឲ្យកូនស្រីកុំខ្លាចមានខ្ញុំនៅទីនេះគ្មាននរណាហ៊ានធ្វើអ្វីអ្នកទេកូនប្រុសខ្ញុំនឹងមកដល់ក្នុង10នាទីកូនប្រុសអ្នកកូនកសិករក្រីក្រម្នាក់មកដល់ហើយតើអាចធ្វើអ្វីបានឬអាចកំទេចហាងរបស់ពួកយើងបានអ្វីបងប្អូនជីដូនមួយអ្នកមកដល់ហើយសូមចូលមកខាងក្នុងលឿនមានតែលោកម្នាក់បង្ករឿងនៅក្នុងហាងហើយថែមទាំង Siwon ពិតជាអ្នកមែនមិនត្រូវទេអ្នកគឺរដូវរងាកាលពី4ឆ្នាំមុនគាត់បានឃើញនៅមុខមន្ទីរពេទ្យយុវជនម្នាក់ដែលសន្លប់ដោយសារឃ្លានគាត់បានយកប្រាក់ពីការងារក្រៅមកទៅបង់ថ្លៃព្យាបាលឲ្យគេរាល់ថ្ងៃគាត់យកម្ហូបពីផ្ទះជាសាច់ជ្រូកចម្អិនដែលគាត់ធ្វើផ្ទាល់គាត់ស្នាក់នៅទីនោះកន្លះខែបន្ទាប់មកយុវជននោះក៏ចាក់ចេញទៅដោយស្ងាត់ខ្ញុំបានស្វែងរកអ្នកអស់រយៈពេល4ឆ្នាំពេញអ្នកដឹងទេថាខ្ញុំបានស្វែងរកអ្នកយូរប៉ុណ្ណាអ្នកច្រឡំមនុស្សហើយអញ្ចឹងពួកអ្នកស្គាល់គ្នាតាំងពីមុនមែនទែនខ្ញុំថាហើយក្មេងស្រីនេះចាំពិតនាងគឺអ្នកមានគុណដែលបានជួយសង្គ្រោះអ្នកកាលពីពេលនោះនេះហើយហៅថាគូព្រេងដែលស្ថានសុខភាពនេះគឺជាវាសនាគូស្នេហ៍ពិតនាងបានស្គាល់បុរសម្នាក់នេះប្រធានក្រុមហ៊ុនបច្ចេកវិទ្យា King មហាសេដ្ឋីវ័យក្មេងបំផុតដែលមានទ្រព្យអឺរ៉ុបសែនលាននៅ Jiangchen ចប់ទាំងអស់ហើយជំនួយការលេនគឺលោកលោអ្នកទី1គឺ Cheng Lyman និងអ្នកដែលបានចូលរួមស្រែកតាមមុននេះចាប់ផ្ដើមនីតិវិធីអនុលោមតាមច្បាប់របស់ការងារទាំងអស់បាទអនុវត្តភ្លាមលោកលោសូមគុំលោកលោខ្ញុំដឹងថាខ្ញុំខុសហើយខ្ញុំមិនហ៊ានធ្វើទៀតទេសូមផ្ដល់ឱកាសឲ្យខ្ញុំម្ដងទី2កម្រៃជើងសារពីផ្ទះទាំង10ខ្នងដែលឪពុកខ្ញុំបានខ្វះសំបីតែ1សេនផ្ទៃទាំងអស់ទៅកាន់នី Siwon ទី3តំបន់ Jiangchen របស់ Deng Sheng Yanchi Chen Sai ឲ្យអ្នកកាន់តំណែងជាអ្នកគ្រប់គ្រងទូទៅប្រចាំតំបន់ទាំងស្រុង Lu Chen បន្ទុកនេះធ្ងន់ពេកហើយខ្ញុំខ្លាចថាខ្ញុំទ្រាំមិនរួចមានអ្វីដែលទ្រាំមិនបានទៅជីវិតកូនប្រុសខ្ញុំគឺអ្នកជាអ្នកសង្គ្រោះក្រុមហ៊ុននឹងគ្រប់គ្រងអ្នកពេញទំហឹងអ្នកណាហ៊ានធ្វើឲ្យអ្នកពិបាកខ្ញុំមិនយល់ព្រមមុនគេឡើយបើគេហ៊ានធ្វើមិនល្អដាក់អ្នកខ្ញុំនឹងវាយគេឲ្យរៀបម៉េចខ្ញុំនិយាយខុសឬកាលនោះអ្នកដេកនៅលើគ្រែតើអ្នកណាបញ្ចុកបាយអ្នកមួយម៉ាត់មនុស្សអត់ដឹងគុណកាលពី4ឆ្នាំមុនអ្នកបានសង្គ្រោះជីវិតខ្ញុំដោយសាច់ជ្រូកខកមួយប្រអប់4ឆ្នាំក្រោយឪពុកខ្ញុំក៏បានញ៉ាំបាយប្រអប់របស់អ្នកកន្លះចានតំណែងនេះមិនមែនជាការអាណិតទេវាជាអ្វីដែលអ្នកសមនឹងទទួលហើយត្រូវការអ្នកគ្រប់គ្រងដែលយល់អតិថិជនពិតប្រាកដយល់ពីផលិតផលហើយមានចិត្តសប្បុរសក្រុមហ៊ុនគ្រាន់តែផ្ដល់វេទិកានិងធនធានឲ្យអ្នកប៉ុណ្ណោះចុងក្រោយការសម្រេចលទ្ធផលអាស្រ័យលើអ្នកផ្ទាល់ប៉ុន្តែខ្ញុំទើបតែបញ្ចប់ការសិក្សាគ្មានបទពិសោធន៍គ្រប់គ្រងទេខ្ញុំជឿជាក់លើអ្នកតាមរយៈអាកប្បកិរិយារបស់អ្នកខ្ញុំអាចមើលឃើញចំណុចខ្លាំងរបស់អ្នកមានអារម្មណ៍ថាសម្ពាធខ្លាំងក្រុមហ៊ុននឹងចាត់បញ្ជូនទីប្រឹក្សាប្រតិបត្តិការដើម្បីជួយអ្នកប៉ុន្តែសិទ្ធិសម្រេចចិត្តចុងក្រោយលើអាជីវកម្មទាំងអស់របស់ហាងគឺជារបស់អ្នកទាំងស្រុងលោកស្រីសុំមុននេះពួកយើងបានធ្វើខុសចំពោះលោកស្រីសូមលោកស្រីអធិស្ឋានផងកុំប្រកាន់ពួកយើងអីលោកស្រីសិពីពេលនេះទៅពួកយើងនឹងខិតខំធ្វើការឲ្យបានល្អពួកយើងនឹងធ្វើតាមការណែនាំរបស់លោកស្រីអ្នកទាំងអស់គ្នាដែលនៅបន្តធ្វើការនៅក្រុមហ៊ុនគ្រាន់តែធ្វើការដោយស្មោះត្រង់និងគោរពតាមបទបញ្ជារឿងពីអតីតកាលខ្ញុំនឹងមិនយកមកប្រកាន់ទេម្យ៉ាងទៀតប្រាក់កម្រៃពីកិច្ចព្រមព្រៀងនេះក្រៅពីចំណែកដែលខ្ញុំត្រូវទទួលចំណែកដែលនៅសល់ចែកតាមសមាមាត្រឲ្យបុគ្គលិកថ្នាក់មូលដ្ឋានទាំងអស់បុគ្គលិកទទួលភ្ញៀវអ្នកសម្អាតនិងសន្តិសុខសុទ្ធតែមានចំណែកប៉ុន្តែបុគ្គលិកផ្នែកលក់មិនទទួលការបែងចែកទេអ្នកដែលចង់នៅបន្តឥឡូវនេះទៅរៀបចំនិងបំពេញកិច្ចសន្យាអចលនទ្រព្យទាំង10ឲ្យបញ្ចូលទៅក្នុង system តាមស្តង់ដារអ្នកដែលមានគម្រោងលាឈប់ពីការងារឥឡូវនេះអាចទៅផ្នែកហិរញ្ញវត្ថុដើម្បីទូទាត់ប្រាក់ខែបានបាទលោកស្រីសិវកូនស្រីធ្វើការមានភាពម៉ឺងម៉ាត់និងគិតគូរគ្រប់ជ្រុងជ្រោយខ្ញុំពេញចិត្តខ្លាំងណាស់ប៉ុន្តែសាច់ញាតិរបស់គ្រួសារខ្ញុំទាំងនោះមិនមែនជាមនុស្សងាយទប់ទល់ទេយប់នេះគ្រួសារលោកមានពិធីជប់លៀងគ្រួសារកូនត្រូវទៅជាមួយបុរសចំណាស់ម្នាក់នេះត្រឡប់ទៅចៃដន្យល្អខ្ញុំនឹងយកសពផ្ទះទាំង10ខ្នងនោះទៅប្រគល់ត្រូវរៀបចំឲ្យមើលទៅអាទិអធមបន្តិចតើអ្នកដឹកជញ្ជូនទាំងនេះមកពីណាមិនដឹងទេថាយប់នេះគ្រួសារយើងមានជប់លៀងជួបជុំគ្រួសារបែរជាយករថយន្តខ្មៅទាំងនេះមកចុចមុខផ្ទះចង់មកធ្វើឲ្យអ្នកណាខឹងមែនទេសួស្ដី
ខ្ញុំគឺសុវណ្ណអ្នកទទួលបន្ទុកប្រចាំតំបន់របស់យ៉ាន់ជិងឈៀនឆៃទាំងនេះគឺជាឯកសារនៃផ្ទះទាំង10ខ្នងដែលលោកតាលោកបានបញ្ជាទិញត្រូវប្រកល់ជូនលោកតាអ្នកទទួលបន្ទុកខ្ញុំស្គាល់អ្នកគ្រប់គ្រងរបស់យ៉ាន់ជិងឈៀនឆៃគាត់ត្រកូលវងគាត់ជាមិត្តរបស់ពូជីដូនមួយខ្ញុំមនុស្សដូចអ្នកក៏ហ៊ាននិយាយថាខ្លួនជាអ្នកទទួលបន្ទុកដែរនោះហើយពួកអ្នកបោកប្រាស់សប្តាហ៍ថ្ងៃនេះពិតជាកាន់តែគ្មានជំនាញហើយជួលក្រុមរថយន្តមួយមកក៏ហ៊ានមកសម្ដែងល្ខោននៅផ្ទះត្រកូលលោកហើយខ្ញុំគិតថាអ្នកចង់រៀបការជោគគ្រួសារអ្នកមានរហូតឈួតហើយមើលសមត្ថភាពរបស់ខ្លួនឯងសិនផងខ្ញុំព្រមានអ្នកប្រញាប់នាំក្រុមរថយន្តរបស់អ្នកចេញឲ្យឆ្ងាយទៅបើមិនដូច្នោះទេខ្ញុំនឹងហៅសន្តិសុខឲ្យចាប់អ្នកទុកក្នុងនាមជាចោរកុំបន្ទោសខ្ញុំថាមិនបានប្រាប់អ្នកជាមុនអ្នកនាងសូមប្រយ័ត្នពាក្យសម្ដីរបស់អ្នកគ្រប់គ្រងត្រូវបានក្រុមហ៊ុនបណ្តេញចេញហើយបើអ្នកមិនជឿអ្នកអាចទូរស័ព្ទទៅសួរបញ្ជាក់បានអ្នកគិតថាអ្នកជានរណាអ្នកចង់ឲ្យអ្នកណាចេញទៅបងប្រុសហេតុអ្វីបងត្រឡប់មកវិញស្ត្រីម្នាក់នេះជាអ្នកបោកប្រាស់នាងជាអ្នកបោកប្រាស់នាងខ្លាចខ្លួនថាជាអ្នកទទួលខុសត្រូវរបស់នាងគឺជាគូដណ្ដឹងស្របច្បាប់របស់ខ្ញុំផ្ទះទាំងនេះគឺឪពុករបស់យើងបានទិញដើម្បីធ្វើជាលំនៅឋានអត្ថប្រយោជន៍សម្រាប់ថ្នាក់ដឹកនាំក្រុមហ៊ុនអ្នកគិតថាអចលនទ្រព្យទាំងនេះមិនសំខាន់អីចឹងប្រាក់ចំណេញចែកជូនផ្ទាល់ខ្លួនរបស់អ្នកឆ្នាំនេះនឹងត្រូវកាត់ទាំងអស់យកទៅទូទាត់ថ្លៃទិញផ្ទះទាំងនេះបងអ្នកមិនអាចធ្វើបែបនេះទេបើមិនចង់ផ្លាស់ចេញពីផ្ទះត្រកូលទេកុំមាត់សុំទោសប្អូនស្រីខ្ញុំត្រូវបានតាមចិត្តតាំងពីតូចត្រឡប់មកវិញក៏ត្រឡប់មកទៅហេតុអ្វីបានជានាំអ្នកក្រៅម្នាក់ចូលមកដែរខ្ញុំមើលថាថ្ងៃនេះដោយសារតែអ្នកហាត់ការម្នាក់អ្នកបានបណ្ដេញអ្នកគ្រប់គ្រងពីរអ្នករបស់ដេងចេញពួកគេគឺជាអ្នកចំនួនក្រោយដែលខ្ញុំបានបណ្ដុះបណ្ដាលអ្នកធ្វើបែបនេះតើមិនប្រញាប់ពេកទេអ្នកក្រៅអីនាងគឺជាអ្នកជួយសង្គ្រោះជីវិតខ្ញុំហើយនាងគឺជាកូនប្រសាររបស់គ្រួសារលោករបស់យើងអ្នកយល់ច្រឡំហើយខ្ញុំគ្រាន់តែគិតថាជាគ្រួសារលោករបស់យើងកូនប្រសារយ៉ាងហោចណាស់ត្រូវជានារីមានការអប់រំល្អនិងជាកូនស្រីគ្រួសារអ្នកមានដែលយល់ពីការគ្រប់គ្រងហិរញ្ញវត្ថុជាភរិយាវ័យក្មេងរបស់គ្រួសារលោកយ៉ាងហោចណាស់ត្រូវមានប្រវត្តិគ្រួសារសមរម្យគ្រួសារតូចតាចមិនអាចចូលរួមក្នុងសង្គមជាន់ខ្ពស់បានទេហើយម្យ៉ាងទៀតតើអ្នកណាដឹងថានាងមកព្រោះចង់បានមនុស្សឬមកព្រោះចង់បានលុយអ្នកទាំងអស់គ្នាជំរាបសួរលោកពូលោកនាងខ្ញុំឈ្មោះជវ័នដំបូងខ្ញុំមិនបានមកដោយសារតែលុយរបស់គ្រួសារលោកទេខ្ញុំមានដៃមានជើងដោយខ្លួនឯងហើយអាចរកលុយចិញ្ចឹមខ្លួនឯងបានរកលុយអ្នកគ្រាន់តែជាអ្នកហាត់ការប្រាក់ខែមួយខែបានតែ2-3ពាន់ប៉ុណ្ណោះនៅមិនទាន់គ្រប់សម្រាប់ឲ្យម៉េងយ៉ូទិញកាបូបមួយផងឥឡូវនេះខ្ញុំជាអគ្គនាយកប្រចាំតំបន់យាងជិងរបស់យ៉ាន់ជិងឈិនសែនប្រាក់ខែប្រចាំឆ្នាំ1លានបូកនឹងភាគលាភតាមលទ្ធផលគម្រោងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមខ្លួនឯងទាំងស្រុងអគ្គនាយកក៏មិនមែនជាតំណែងដែលអ្នកអាចទទួលបានដោយសមត្ថភាពខ្លួនឯងទេមើលទៅគាត់ប្រហែលគ្មានសមត្ថភាពពិតប្រាកដសោះចៃដន្យល្អណាស់ថ្មីនេះលោករូបកំពុងរៀបចំផែនការរកហិរញ្ញប្បទានទំហំរាប់សិបពាន់លានអ្នកនាងស៊ឺគ្រប់គ្រងផ្នែកលក់អចលនទ្រព្យធំមួយប្រកាសជាមានមតិយោបល់ពិសេសចំពោះការដាក់ពាក្យហ៊ុនធានានិងលក្ខខណ្ឌផ្នល់លទ្ធផលមិនអាចឲ្យថ្ងៃក្រោយពេលអាឆែនចរចារកស៊ីអ្នកនៅក្បែរគ្រាន់តែចេះលើកតែនឹងចាក់ទឹកទេមែនទេមីងទី3អ្នកមីងឆានបានសួរហើយអីចឹងខ្ញុំនឹងនិយាយបន្តិចក្រោមបរិយាកាសហិរញ្ញប្បទានបច្ចុប្បន្នប្រសិនបើលោករូបប្រើកិច្ចព្រមព្រៀងផ្នល់លទ្ធផលបែបប្រពៃណីថ្លៃបុព្វលាភហានិភ័យខ្ពស់ពេកដោយសារលោកប្រធានលោកកាន់កាប់ប៉ាតង់ស្នូរបស់ Kenshin Technology អាចពិចារណាបានទាំងស្រុងប្រើគំរូបង្ហាញកម្មសិទ្ធិភាគហ៊ុនតាមរយៈការកាន់ភាគហ៊ុនឆ្លងគ្នាចំពោះអត្រាដាក់ភាគហ៊ុនធានាតាមការវិភាគបាយការហិរញ្ញវត្ថុបច្ចុប្បន្នរបស់ត្រកូលលោកឲ្យនៅក្នុងកម្រិត35គឺសមស្របបំផុតម្យ៉ាងទៀតសិទ្ធិអនុញ្ញាតប៉ាតង់អាចបញ្ចូលជាទ្រព្យសកម្មអរូបីបានដើម្បីកែលម្អចនាសម្ព័ន្ធរបាយការណ៍បន្ថែមទៀតនិយាយបានល្អកូនប្រុសទី3យល់ហើយឬនៅបើមិនយល់ខ្ញុំនឹងឲ្យប្រពន្ធខ្ញុំបកស្រាយឲ្យស្ដាប់ខ្ញុំយល់ច្បាស់ណាស់ទោះចេះចំណេះដឹងហិរញ្ញវត្ថុបន្តិចក៏ដោយតើមានអ្វីអស្ចារ្យកូនប្រសារស្រីរបស់ត្រកូលលោករបស់យើងមិនត្រឹមតែត្រូវមានខួរក្បាលទេថែមទាំងត្រូវមានចំណេះដឹងជ្រៅជ្រះទៀតវាអ្នកមិនបានត្រៀមអំណោយមួយទេតែចង់បរិច្ចាគទៅមូលនិធិសប្បុរសធម៌គ្រួសារយកមកឲ្យគ្រប់គ្នាមើលបន្តិចទៅនេះគឺកបេះដូងមហាសមុទ្រដែលខ្ញុំឲ្យគេដេញថ្លៃទិញពីបរទេសតម្លៃទីផ្សារប្រហែល8លានបរិច្ចាគទៅមូលនិធិសប្បុរសធម៌គ្រួសារក៏ចាត់ទុកថាបានរួមចំណែកទៅវាពិតជាមានចិត្តមែនស្អាតផងសប្បុរសផងបែបនេះទើបសមជាកូនប្រសារស្រីរបស់ត្រកូលលោករបស់យើងមែនហើយគ្រួសារមានឋានៈខ្ពស់ការសិក្សាខ្ពស់ហើយមានចិត្តល្អទៀតល្អជាងមនុស្សខ្លះដែលមិនដឹងមកពីណាឆ្ងាយណាស់អ្នកនាងស៊ូក្នុងពេលដែលអ្នកបានក្លាយជាគូដណ្ដឹងរបស់អាឆេងហើយខ្ញុំគិតថារបស់ដែលនាងបរិច្ចាគប្រកាសជាពិសេសណាស់ខ្ញុំបរិច្ចាគរបស់នេះជាអ្វីទៅខ្ចប់ចិត្តបែបនេះកុំប្រាប់ថាជាផលិតផលពិសេសយកមកពីស្រុកកំណើតអ្នកនាងបើមិនអាចយកចេញមកបានក៏មិនអីទេការធ្វើបុណ្យសប្បុរសធម៌សំខាន់ត្រង់ចិត្តស្មោះពួកយើងមិនសើចចំអកអ្នកទេនេះគឺមេដាយជួយសង្គ្រោះមនុស្សមិនបានជានេះមិនមែនជាមេដាយដែលលោកចាស់ធ្លាប់ពាក់ជាប់ខ្លួនទេបាត់អស់ជាង10ឆ្នាំហើយមិនបានជានៅក្នុងដៃគាត់កូនស្រីរបស់នេះកូនបានមកពីណាកាលខ្ញុំនៅតូចខ្ញុំធ្លាប់ជួយសង្គ្រោះលោកតាម្នាក់ដែលត្រូវពោះចឹកនៅលើភ្នំមុនពេលគាត់ចាក់ចេញគាត់បានប្រគល់របស់នេះឲ្យខ្ញុំគាត់និយាយថាបើថ្ងៃណាមួយខ្ញុំជួបការលំបាកអាចយករបស់នេះទៅទីក្រុងដើម្បីស្វែងរកគាត់ពេលនោះខ្ញុំនៅតូចពេកហើយមិនបានសួរឈ្មោះគាត់ទេនោះគឺឪពុកខ្ញុំនោះគឺជាជីតារបស់កាលពី10ឆ្នាំមុនលោកចាស់បានចូលភ្នំដាលេហើយបានបាត់ខ្លួនមួយរយៈគ្រួសារទាំងមូលបាននាំគ្នាស្វែងរកដឹងថាគឺអ្នកដែលបានជួយសង្គ្រោះគាត់កូនស្រីគ្រួសាររបស់យើងជំពាក់ជីវិតអ្នកពីរមេដាយនេះ
ខ្ញុំនឹងផ្ទេរសិទ្ធិទ្រព្យសម្បត្តិតម្លៃ 1000 លានយ៉នទៅឈ្មោះអ្នកចាត់ទុកជាទឹកចិត្តបន្តិចបន្តួចពីពួកយើងមិនបាច់ទេលោកតាបានអរគុណខ្ញុំរួចហើយកាលពីពេលនោះខ្ញុំមិនអាចទទួលទឹកចិត្តនេះបានទេត្រូវតែទទួលបើមិនដូច្នោះទេគ្រួសាររបស់យើងនឹងមិនស្ងប់ចិត្តអស់មួយជីវិតហើយមានរបស់នេះទៀតក៏ឲ្យអ្នកដែរនេះជាអ្វីនេះគឺជាចិត្តស្មោះរបស់កូនប្រុសខ្ញុំកាលពីមុនពេលគាត់ដេកលើគ្រែនិងញ៉ាំសាច់ជ្រូកចំហុយដែលអ្នកធ្វើគាត់បានសរសេរសម្បត្តិស្នេហ៍មួយនេះឲ្យអ្នកសរសេរពេញសៀវភៅមួយក្បាលតែមិនហ៊ានផ្ញើសូម្បីតែមួយច្បាប់ប៉ាហេតុអ្វីបានជាប៉ាយករបស់នេះចេញមកចាំដល់អ្នកគ្រប់គ្រងទូទៅរបស់អ្នកចេញមកនិយាយថាមានសហគមន៍សាលារៀនល្បីនិងមន្ទីរពេទ្យសហគមន៍តែជាគ្មានអ្វីសោះសួស្ដីម្ចាស់អចលនទ្រព្យទាំងអស់គ្នាខ្ញុំគឺសុវណ្ណអគ្គនាយកថ្មីរបស់បើអ្នកទាំងអស់គ្នាមានបញ្ហាអ្វីអាចទៅនិយាយគ្នាយឺតនៅបន្ទប់ទទួលភ្ញៀវការបិទផ្លូវនៅសាលធំនឹងប៉ះពាល់ដល់អ្នកដទៃហើយក៏មិនអាចដោះស្រាយបញ្ហាបានដែរគឺជាអ្នកគ្រប់គ្រងទូទៅដែលឡើងមកដោយសារទំនាក់ទំនងមែនទេពួកយើងមិនស្ដាប់អ្នកនិយាយបោកប្រាស់ទេហើយអ្នកដែលអាចសម្រេចការងារបានបញ្ចប់នីតិវិធីត្រួតពិនិត្យការអនុលោមតាមបទបញ្ញត្តិរួចហើយបញ្ហាដែលគាត់បានបន្សល់ទុកក្រុមហ៊ុននឹងមិនគេចពីការទទួលខុសត្រូវទេបើអ្នកទាំងអស់គ្នាជឿខ្ញុំសូមចូលទៅជាមួយខ្ញុំដើម្បីដោះស្រាយការទាមទាររំដងមួយឲ្យច្បាស់បើមិនជឿយើងក៏អាចរងចាំមន្ត្រីឧស្សាហកម្មនិងពាណិជ្ជកម្មព្រមទាំងនាយកដ្ឋានពាក់ព័ន្ធមកសម្របសម្រួលតែបើនៅតែបង្កភាពចលាចលអ្នកដែលខាតពេលគឺពេលវេលារបស់អ្នកទាំងអស់គ្នាផ្ទាល់បានពួកយើងចូលទៅនិយាយជាមួយអ្នកបើដោះស្រាយមិនបានពួកយើងនឹងទៅមុខច្រកទ្វារហើយដាក់ផ្ដាត់វ៉ាឲ្យអ្នកដើមឡើយគម្រោង Newland One Dinosaur នេះគឺជាគម្រោងដែលអតីតប្រធានទទួលបន្ទុកកាលពីដំបូងដើម្បីបង្កើនលទ្ធផលការលក់ផ្នែកលក់បានសន្យាដោយមកថានឹងមានសាលារៀនដែលសមស្របមានមន្ទីរពេទ្យពិនិត្យជំងឺចម្ងាយ800ម៉ែត្រពីច្រកភ្លើងតែឥឡូវនេះគ្មានអ្វីត្រូវនឹងការសន្យាឡើយខ្លួនឯងទៅខាងលើនេះសុទ្ធតែជាផ្ទះទំហំ100ម៉ែត្រការ៉េឥឡូវនេះខ្ញុំបានកត់ត្រាសំណើរបស់អ្នកទាំងអស់គ្នារួចហើយបញ្ហាតំបន់សាលារៀនមន្ទីរពេទ្យនិងរថភ្លើងក្រោមដីសំណើតាមការអនុវត្តតាមការសន្យាឬក៏ប្រកួតផ្ទះវិញនិងសងប្រាក់ខុសគ្នាសូមឲ្យខ្ញុំ3ថ្ងៃដើម្បីផ្ដល់ចម្លើយច្បាស់លាស់ដល់អ្នកទាំងអស់គ្នា3ថ្ងៃបន្ទាប់ពី3ថ្ងៃអ្នករត់បាត់ទៅបានទេថ្ងៃនេះត្រូវតែផ្ដល់ចម្លើយខ្ញុំមិនរត់បាត់ទេនេះជាព័ត៌មានទំនាក់ទំនងរបស់ខ្ញុំអាសយដ្ឋានក្រុមហ៊ុនក៏នៅទីនេះដែរព្រឹកបន្ទាប់ពី3ថ្ងៃខ្ញុំនឹងនៅទីនេះដើម្បីឆ្លើយតបដល់អ្នកទាំងអស់គ្នាប្រសិនបើពេលនោះអ្នកទាំងអស់គ្នាមិនពេញចិត្តអ្នកអាចប្រើវិធីណាក៏បានខ្ញុំគ្មានការជំទាស់ទេបានយើងជឿអ្នកម្ដង3ថ្ងៃក្រោយបើគ្មានចម្លើយយើងនឹងមកវ៉ាម្ដងទៀតលោកស្រីសឺទីបំផុតលោកស្រីមកដល់ហើយរឿងនេះបានកើតឡើងជិតកន្លះខែហើយអ្នកទទួលខុសត្រូវមុនតែងតែលាក់ខ្លួនរឿងកាន់តែធ្ងន់ធ្ងរឡើងការផ្សព្វផ្សាយដែលយ៉ាងឆេងបានធ្វើការពីដំបូងការិយាល័យកណ្ដាលក្រុមហ៊ុនបានដឹងទេដឹងប៉ុន្តែពេលនោះសម្ពាធលើលទ្ធផលការងារខាងលើក៏បានយល់ព្រមដោយមិននិយាយអ្វីដែរច្បាស់ជាចេតនាទុកបញ្ហាញ៉ៃនេះឲ្យខ្ញុំបើដោះស្រាយមិនបានល្អខ្ញុំទៅតែឡើងកាន់តំណែងជាអ្នកគ្រប់គ្រងត្រូវបណ្តេញចេញពីការងារភ្លាមអ្នកទៅប្រមូលសម្ភារៈផ្សព្វផ្សាយទាំងអស់របស់គម្រោងគំរូកិច្ចសន្យានិងកំណត់ត្រាទំនាក់ទំនងទាំងអស់មកឲ្យខ្ញុំកាន់តែពេញលេញកាន់តែល្អបានខ្ញុំនឹងទៅធ្វើភ្លាមពេញមួយរសៀលលេចលងនៅក្នុងឯកសារគម្រោងដ៏ក្រាស់នាងបានពិនិត្យសម្ភារៈផ្សព្វផ្សាយនិងកិច្ចសន្យាទាំងអស់កាន់តែអាននាងកាន់តែជ្រួញចិញ្ចើមចេះលេងល្បិចតាមគែមច្បាប់បានយ៉ាងល្អរាល់ការសន្យាទាំងអស់មិនបានសរសេរចូលក្នុងកិច្ចសន្យាទេស្ទើរតែរកចំណុចខុសមិនឃើញហើយអ្វីកិច្ចសហការជាមួយមន្ទីរពេទ្យនេះបរាជ័យទៅចង់កាត់បន្ថយថ្លៃដើមក៏បដូរទៅប្រើក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យបន្តិចមួយខាងមន្ទីរពេទ្យយល់ថាសេវាគ្រប់គ្រងមិនគ្រប់គ្រាន់ដូច្នេះក៏បញ្ចប់កិច្ចសហការតែម្ដងរឿងតំបន់សាលារៀនក៏ដូចគ្នាបានសន្សំថ្លៃទំនាក់ទំនងសាធារណៈក៏មិនបានចំណាយលើរឿងនោះទេនិយាយឲ្យចំគឺគ្រាន់តែចង់លក់ផ្ទះប៉ុណ្ណោះបែរជានិយាយថារឿងនេះសម្រាប់ជាក់ជាមិនខានហើយឆ្លៀតយកចំណុចតែម្ចាស់ផ្ទះមកទីនេះដោយសារការផ្សព្វផ្សាយបើយើងរឹងតឹងតាមច្បាប់យើងឈ្នះប៉ុន្តែតាមហេតុផលយើងចាញ់កេរ្តិ៍ឈ្មោះក៏ត្រូវបំផ្លាញដែរខ្ញុំបានរឿងនៅឈុំសមុទ្រថ្មីហើយខ្ញុំប្រាប់អ្នកហើយរឿងបែបនេះមិនត្រូវបណ្ដោយម្ចាស់ផ្ទះទេពួកគេចង់បានលុយបន្ថែមប៉ុណ្ណោះអ្នកត្រូវមានចំហរឹងបន្តិចពន្យាពេលបន្តិចពេលពួកគេហត់នឹងតវ៉ាពួកគេនឹងបែកគ្នាទៅលោកឧទី3ការពន្យាពេលមិនមែនជាដំណោះស្រាយរយៈពេលវែងទេបើគេឈ្មោះខូចគម្រោងបន្ទាប់នឹងខាតបង់កាន់តែច្រើនអ្នកយល់អ្វីទៅការសងប្រាក់គឺជារណ្ដៅគ្មានទីបញ្ចប់អ្នករឿងនេះគឺជាអ្នកបង្កឡើងបើត្រូវទទួលខុសត្រូវមែនក៏គាត់ជាសារចង់គប់ចិត្តម្ចាស់ផ្ទះហើយសន្យាអ្វីដែលគ្មានលទ្ធភាពធ្វើពេលនោះបើមិនអាចដោះស្រាយបានមុខមាត់របស់គ្រួសារនឹងត្រូវបាត់បង់ខ្ញុំដឹងច្បាស់ក្នុងចិត្តហើយលោកស្រីលោកឧទី3នេះច្បាស់ណាស់គឺកំពុងរុញកំហុសទៅអ្នកផ្សេងកាលពីមុនគាត់ក៏បានយល់ព្រមដោយស្ងៀមស្ងាត់ចំពោះវិធីធ្វើរបស់វាមិនសំខាន់ទេឥឡូវនេះអ្វីដែលសំខាន់គឺដោះស្រាយបញ្ហាជួយខ្ញុំណាត់ជួបអ្នកខាងនាយកដ្ឋានអប់រំម្នាក់ហើយអ្នកខាងមន្ទីរពេទ្យផងខ្ញុំនឹងទៅពិភាក្សាដោយផ្ទាល់នឹងអ្នកតម្លៃលក់ជាក់ស្ដែងនៃបុរីដែលមានកម្រិតប្រហាក់ប្រហែលនៅជុំវិញគ្នានៃតម្លៃលោកស្រីពិតជាក្រុងសងសំណងមិនមែនគ្រាន់តែសងជាប្រាក់ទេបើបញ្ហាគឺសេវាគ្រប់គ្រងមិនទាន់បានរៀបចំនោះយើងត្រូវបំពេញសេវាគ្រប់គ្រងដែលមិនអាចបំពេញបានទើបចរចាអំពីសំណងគ្រាន់តែកិច្ចវិនិងពន្យាពេលមិនអាចដោះស្រាយបញ្ហាបានទេខ្ញុំបានឮថាមានបញ្ហាតើត្រូវឲ្យខ្ញុំជួយនិយាយជាមួយអ្នកណាម្នាក់ទេមិនបាច់ទេខ្ញុំអាចដោះស្រាយដោយខ្លួនឯងបានម្យ៉ាងទៀតបើខ្ញុំពឹងផ្អែកលើអ្នកគ្រប់រឿងគ្រប់គ្នានឹងនិយាយថាខ្ញុំឡើងមកដល់ទីនេះដោយសារទំនាក់ទំនងអញ្ចឹងខ្ញុំនឹងនៅធ្វើការបន្ថែមម៉ោងជាមួយអ្នកបើត្រូវការអ្វីអាចប្រាប់ខ្ញុំបានការបែងចែកតំបន់សិក្សាចំនួនប្រជាជនក្នុងតំបន់និងសមត្ថភាពទទួលសិស្សរបស់សាលាសាខាសាលាដែល Chengland Bay ធ្លាប់ផ្សព្វផ្សាយយ៉ាងសំខាន់តាំងពីដើមមកគ្រាន់តែជាគម្រោងដែលបានគ្រោងការផ្សព្វផ្សាយបំភ្លឺរបស់ផ្នែកលក់អ្នកគឺជាបញ្ហារបស់អ្នកលោកប្រធានផ្នែកឡៃខ្ញុំដឹងថាលទ្ធផលនៃការបែងចែកមិនអាចកែប្រែបានទេពួកយើងមិនមែនមកស្នើឲ្យកែតំបន់សិក្សាទេយើងចង់ស្នើសុំគំរូសហការរវាងសាលានិងគ្រូសាលោកប្រធានផ្នែកឡៃស្ទើរតែភ្ញាក់ផ្អើលច្បាស់ណាស់គាត់មិននឹកស្មានថាគេមានគំនិតបែបនេះទេគម្រោងនេះអាចយកមកពិភាក្សាសិក្សាបានប៉ុន្តែថាវិការនិងគម្រោងគ្រប់គ្រងការវិនិយោគក៏ត្រូវពិភាក្សាលម្អិតដែរលោកកុំបារម្ភពួកយើងអាចរៀបចំផែនការសហការលម្អិតបានការវិនិយោគទាំងអស់នឹងត្រូវអនុវត្តជាក់ស្ដែងដាច់ខាតមិនមែនគ្រាន់តែសន្យាដោយមាត់ទេទីតាំងនៅសាខាសាលាពួកយើងផ្ដល់ជូនដោយឥតគិតថ្លៃ
ការតុបតែងនឹងជួសជុលពួកយើងជាអ្នកទទួលខុសត្រូវនៅឋានពីរនៅជុំវិញមានអ្នករស់នៅជាង 10000 គ្រួសារវានឹងផ្ដល់ភាពងាយស្រួលដល់អ្នករស់នៅវាក៏អាចជួយមន្ទីរពេទ្យពង្រីកចំណុចសេវាវេជ្ជសាស្ត្រសហគមន៍បានដែរគឺជារឿងឈ្នះទាំងពីរបានយើងចង់ពិភាក្សាអំពីការរៀបចំខ្សែដឹកជញ្ជូនពិសេសសម្រាប់សហគមន៍ពេលព្រឹកនិងល្ងាចដែលមានមនុស្សធ្វើដំណើរច្រើននិងការចំណាយប្រតិបត្តិការត្រូវបានគ្រប់គ្រងដោយអ្នកគ្រប់គ្រងតំបន់លោកស្រីស៊ូអ្នកពិតជាពូកែមែនទែនខ្ញុំគិតថាអ្នកមកទីនេះគ្រាន់តែដើម្បីសងសំណងខាតបង់មិននឹកស្មានថាអ្នកគិតដល់ការបំពេញសេវាគ្រប់យ៉ាងឲ្យពិតប្រាកដការសងសំណងគឺជាកិច្ចការដែលធ្វើបានតែម្ដងម្ចាស់ផ្ទះនៅតែមិនពេញចិត្តបើយើងធ្វើឲ្យសេវាគ្រប់យ៉ាងខ្លាំងជាការនឹងរក្សាបានម្ចាស់ផ្ទះក៏ពេញចិត្តយើងក៏អាចចរសាងកេរ្តិ៍ឈ្មោះបានដែរអូខ្ញុំស្ដាប់លោកស្រីឆេនលោកស្រីសឹកខ្ញុំបានសួរដឹងហើយតំបន់សាលារៀនពិតជាមិនអាចកែប្រែបានទេណាពន្យាពេលលោកស្រីឆេនការកំណត់តំបន់សាលារៀនពិតជាមិនអាចកែប្រែបានទេប៉ុន្តែខ្ញុំបានចរចាផែនការសហការសម្ព័ន្ធសាលានិងក្រុមគ្រូបង្រៀននឹងត្រូវបានកែលម្អរឿងមន្ទីរពេទ្យនិងរថយន្តដឹកជញ្ជូនក៏មានដំណឹងល្អហើយដែរពេលថ្ងៃក្រោយខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីព័ត៌មានលម្អិតនៃផែនការទាំងអស់បានទេសូមអ្នកទាំងអស់គ្នាស្ដាប់ចប់សិនហើយចាំពីដំណើរជឿអ្នកម្ដងហត់ទេបន្តិចប៉ុន្តែមានអារម្មណ៍ថាមានប្រយោជន៍តាមពិតម្ចាស់ផ្ទះក៏មិនមែនជាមនុស្សមិនសមហេតុផលទេពួកគេគ្រាន់តែខ្លាចត្រូវគេបោកបង្ហាញភាពស្មោះត្រង់យ៉ាងណាក៏អាចចរចាបានថ្ងៃទី3ឈូវ៉ាន់បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់ផ្ទះនៅសហគមន៍ Chenglan Bay លោកមេញយួនលាក់ខ្លួននៅជួរខាងក្រោយចាំមើលនាងធ្វើឲ្យខ្លួនឯងអាម៉ាស់លោកពូអ្នកមីងបងប្រុសបងស្រីទាំងអស់គ្នាថ្ងៃនេះខ្ញុំហៅអ្នកទាំងអស់គ្នាមកខ្ញុំនឹងនិយាយត្រង់ការផ្សព្វផ្សាយរបស់ Chenglan Bay មានការបំភ្លឺគឺជាកំហុសរបស់ក្រុមហ៊ុនយើងជាដំបូងខ្ញុំសូមអភ័យទោសចំពោះអ្នកទាំងអស់គ្នាបន្ទាប់មកខ្ញុំនឹងប្រាប់ពីដំណោះស្រាយមានសរុប3ចំណុចទី1តំបន់សាលារៀនក្រុមហ៊ុននឹងចំណាយប្រាក់5លានសហការជាមួយសាលាធំសិក្សាល្បីដើម្បីរៀបចំការសិក្សាគុណភាពគ្រូបង្រៀនស្មើនឹងសាលាមេមន្ទីរពេទ្យសហគមន៍បានព្រមព្រៀងជាមួយមន្ទីរពេទ្យទី3ក្រោយនឹងចាប់ផ្ដើមជួសជុលបើទទួលអ្នកជំងឺរៀងរាល់ត្រីជា clinic តាមស្តង់ដារ grade ទី3ការភ្ជាប់ទៅរថភ្លើងក្រោមដីហើយក្រោយនឹងដាក់ឲ្យដំណើរការរថយន្តក្រុងដឹកជញ្ជូនផ្ដាច់មុខម៉ោងកំពូលព្រឹកនិងល្ងាចមានមួយគ្រឿងរៀងរាល់10នាទីពិតមែនឬសាលាពិតជាអាចធ្វើបានមែនមន្ទីរពេទ្យពិតជាមកមែនឬមិនមែនគ្រាន់តែនិយាយបោកយើងទេលោកស្រីសួរអ្វីដែលលោកស្រីបាននិយាយអាចសរសេរចូលក្នុងកិច្ចព្រមព្រៀងបន្ថែមបានទេកុំឲ្យខ្លាចជាការសន្យាដោយមាត់ម្ដងទៀតបានជាការពិតគ្រប់ផែនការទាំងអស់មានការកំណត់ច្បាស់លាស់នឹងការទទួលខុសត្រូវចំពោះការបានអ្នកទាំងអស់គ្នាយល់ព្រមសប្តាហ៍នេះអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ថែមបានម្យ៉ាងទៀតដោយសារយើងបានបង្កការលំបាកដល់អ្នកទាំងអស់គ្នាគ្រួសារនីមួយនឹងទទួលបានការលើកលែងថ្លៃសេវាគ្រប់គ្រងអចលនទ្រព្យរយៈពេល2ឆ្នាំជាសំណងផែនការនេះល្អណាស់វាល្អជាងការខាតលុយច្រើនណាស់លោកស្រីស៊ូអ្នកលឿនជាងអ្នកទទួលខុសត្រូវមុនច្រើនណាស់បានយើងជឿអ្នកម្ដងនៅជួរខាងក្រោយលោកមេងយួនមុខខ្មៅអស់ហើយតាមឡើយគេចាំមើលស៊ូវ៉ាន់អាម៉ាស់មុខមិននឹកស្មានថានាងពិតជាលេងភ្លេងអំបានមែនស៊ូវ៉ាន់មិនត្រឹមតែដោះស្រាយបញ្ហាបានទេថែមទាំងទទួលបានគេឈ្មោះល្អទៀតលោកស្រីស៊ូអ្នកពិតជាអស្ចារ្យណាស់មុននេះខ្ញុំនៅបារម្ភថាម្ចាស់ផ្ទះមិនយល់ព្រមទេអ្វីដែលម្ចាស់ផ្ទះត្រូវការមិនមែនជាការបង្ករឿងទេគឺការដោះស្រាយបញ្ហាបង្ហាញភាពស្មោះត្រង់ដោះស្រាយបញ្ហាដែលពួកគេយកចិត្តទុកដាក់ពិតប្រាកដធម្មតាក៏លែងមានបញ្ហាហើយលោកស្រីស៊ូមុននេះអាកប្បកិរិយារបស់ពួកយើងសូមអភ័យទោសផងចាប់ពីពេលនេះទៅបើមានរឿងអ្វីក្នុងបុរីពួកយើងនឹងគ្រប់គ្រងអ្នកទាំងអស់គ្នាមែនហើយលោកស្រីស៊ូអ្នកពិតជាគិតគូរពីពួកយើងដោយស្មោះគួរតែធ្វើបែបនេះហើយចាប់ពីពេលនេះទៅបើមានបញ្ហាអ្វីអាចតាក់ទងអ្នកគ្រប់គ្រងអគារឬតាក់ទងខ្ញុំដោយផ្ទាល់ក៏បាននៅក្នុងកិច្ចប្រជុំក្រុមហ៊ុនសមាជិកក្រុមប្រឹក្សាសាលឈូវ៉ាន់មិនដាច់ពីមាត់អ្នកស្រីស៊ូពិតជាមានសមត្ថភាពខ្លាំងទាំងវ័យក្មេងការរៀបចំលើកនេះមានប្រសិទ្ធភាពជាងចំណាយលុយរាប់សិបលានលើការផ្សាយពាណិជ្ជកម្មទៅទៀតមិនត្រឹមតែដោះស្រាយបញ្ហាសំខាន់មួយប៉ុណ្ណោះទេថែមទាំងធ្វើឲ្យគម្រោងថ្មីល្បីទៀតផងពិតជាអស្ចារ្យលោកមេញយួនអង្គុយនៅខាងមានទឹកមុខអាក្រក់គេលែងហ៊ានទៅរករឿងឈូវ៉ាន់តាមចិត្តទៀតហើយឥឡូវនេះគេយល់ច្បាស់ហើយក្មេងស្រីម្នាក់នេះពិតជាមានសមត្ថភាពមែនមិនមែនជាតុកតាស្អាតដែលពឹងផ្អែកលើទំនាក់ទំនងទេបន្ទាប់ពីពិធីអបអរសាទរបញ្ចប់លូឆេនជូននាងត្រឡប់ទៅផ្ទះរថយន្តឈប់នៅជាន់ក្រោមស៊ូវ៉ាន់អ្នកពិតជាខ្លាំងជាងអ្វីដែលខ្ញុំបានគិតទៅទៀតតាមពិតក៏មិនមានអ្វីពិសេសទេគឺចេះដាក់ខ្លួនយើងទៅក្នុងស្ថានភាពរបស់អ្នកដទៃម្ចាស់ផ្ទះម្នាក់មិនងាយស្រួលរកលុយទិញផ្ទះទេពេលយើងរកលុយបានយើងក៏ត្រូវសមនឹងការជឿទុកចិត្តរបស់ពួកគេដែរកាលពី4ឆ្នាំមុនខ្ញុំគ្រាន់តែដឹងថាអ្នកជាមនុស្សចិត្តល្អតែឥឡូវនេះខ្ញុំទើបដឹងថាអ្នកមិនត្រឹមតែចិត្តល្អទេថែមទាំងមានភាពឆ្លាតវៃនិងយល់ច្បាស់និងមានទំនួលខុសត្រូវតែអាចជួបអ្នកបានគឺជាសំណាងរបស់ខ្ញុំបេះដូងរបស់ស៊ូវ៉ាន់លោតខកមួយចង្វាក់ថ្ពាល់របស់នាងក្តៅឡើងបន្តិចក្នុងអំឡុងពេលដែលពួកគេនៅជាមួយគ្នានាងក៏បានឃើញការគោរពនិងការគាំទ្ររបស់លូឆេនគាត់មិនដែលចូលជ្រៀតជ្រែកការងាររបស់នាងដោយបង្ខំឡើយគាត់គ្រាន់តែជួយដោះស្រាយបញ្ហាដោយស្ងៀមស្ងាត់នៅពេលនាងត្រូវការទន់ភ្លន់ហើយចេះគោរពព្រំដែនល្ងាចថ្ងៃចុងសប្តាហ៍មួយលូឆេនបានណាត់ស៊ូវ៉ាន់ទៅដើរលេងមាត់ទន្លេកាលនោះហេតុអ្វីបានជាអ្នកមិនទុកឈ្មោះរបស់អ្នករួចក៏ចាក់ចេញទៅកាលនោះខ្ញុំកំពុងត្រូវមនុស្សក្នុងគ្រួសារដែលកំពុងប្រយុទ្ធដណ្ដើមអំណាចតាមដានខ្ញុំខ្លាចថានឹងធ្វើឲ្យអ្នកពាក់ព័ន្ធហើយនៅពេលនោះខ្ញុំគ្មានអ្វីទាំងអស់ក៏គ្មានសិទ្ធិនិយាយអ្វីដែរខ្ញុំគ្រាន់តែគិតថាពេលខ្ញុំចូលជើងបានជាត្រូវរកឃើញអ្នកខ្ញុំស្វែងរកអ្នកអស់រយៈពេល4ឆ្នាំក្នុងអំឡុងពេលនោះមានជាច្រើនដងដែលចិត្តរកឃើញហើយប៉ុន្តែតម្រុយបែរជាបាត់ទៅវិញនៅពេលដែលខ្ញុំចិត្តបោះបង់ឪពុកខ្ញុំបានទូរស័ព្ទមកខ្ញុំដឹងថាអ្នកមិនចង់ពឹងផ្អែកលើទំនាក់ទំនងទេមិនចង់ឲ្យគេនិយាយថាអ្នកមានថ្ងៃនេះដោយសារគ្រួសារប៉ុន្តែខ្ញុំនៅតែចង់ប្រាប់អ្នកថាខ្ញុំស្រឡាញ់អ្នកមិនមែនដោយសារអ្នកធ្លាប់ជួយសង្គមតែដោយសារតែអ្នកជាមនុស្សបែបនេះពេលអ្នកធ្វើជាអ្នកគ្រប់គ្រងទូទៅអ្នកភ្លឺចែងចាំងណាស់ពេលអ្នកខិតខំរត់ការដើម្បីម្ចាស់អចលនទ្រព្យអ្នកយកចិត្តទុកដាក់អ្នកញ៉ាំសាច់ជ្រូកជៀនទឹកស៊ីអ៊ីវភ្នែកអ្នកតែងតែកង់ឡើងខ្ញុំចូលចិត្តអ្នកគ្រប់ទម្រង់របស់អ្នកខ្ញុំមិនចង់រងចាំទៀតទេតើអ្នកព្រមនៅជាមួយខ្ញុំទេក្នុងអំឡុងពេលដែលយើងនៅជាមួយគ្នាខ្ញុំបានលងស្រឡាញ់អ្នកតាំងពីយូរមកហើយការគោរពរបស់គាត់ភាពទន់ភ្លន់របស់គាត់និងការគ្រប់គ្រងដោយស្ងាត់ស្ងៀមរបស់គាត់ខ្ញុំបានចងចាំទាំងអស់នៅក្នុងចិត្តខ្ញុំព្រម
ខ្យល់ល្ងាចបក់កាត់នាំមកជាមួយនៅសំណើមពីទឹកទន្លេទន់ភ្លន់និងផ្ដល់អារម្មណ៍ស្ងប់ចិត្ត